Ok, số đây bong bóngទាំងអស់គ្នាម្ដងទៀតក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពី SMC model កន្លងមកយើងរៀនមេរៀនច្រើនតាក់ទងជាមួយនឹង SMC ជាស្រ័យ ICT ប៉ុន្តែមេរៀននៅក្នុងពេលនេះយើងមករៀនពីរូបរាងរបស់ SMC ខ្ញុំឃើញថាទាំង SMC ទាំង ICT គឺជារូបមន្តមួយសុទ្ធសឹងតែល្អបាទហើយតាមបទពិសោធន៍កន្លងមក SMC គឺខ្ញុំប្រើច្រើនដូចគ្នាបាទប្រើច្រើនវាស្មើនឹងពាក្យវាស្មើគ្នាជាមួយនឹង ICT បាទចំពោះរូបរាងរបស់ SMC គឺយើងមានរហូតរីរាងប៉ុណ្ណឹងនៅក្នុងលំហផ្សារជាទម្លាប់មិនថា pattern ធំមិនថា pattern តូចឬក៏ time frame ធំឬក៏ time frame តូចទេហើយនៅក្នុងរូបមន្តរបស់ SMC គឺបងប្អូនត្រូវចាំ supply area មានន័យថាចាំតំបន់ confirm ហើយរកឱកាសក្នុងការចូលផ្សារជានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតំបន់ដែលបងប្អូនគូចូលផ្សារហើយមានចំណុចអីគេខ្លះសម្រាប់ BOS ប្រកាសជាបងប្អូនដឹងហើយវាជាចំណុចគេហៅថា down trend ត្រូវទេបាទជាស្រ័យ BOS គឺជា break of structure បាទយូរទៅនិយាយខុសអស់លេងណាអញ្ចឹង BOS គឺ break of structure បងប្អូនប្រកាសជាដឹងហើយគឺជា break of structure ចំណែក ICOCA បងប្អូនដឹងហើយពាក្យពេញអីគេ chain character បាទ chain character បើនិយាយពីភាសាខ្មែរយើងនិយាយបានថាជាតំបន់គេហៅថាតំបន់បដូរលំហូរណាផ្សារបដូរលំហូរបាទផ្សារបដូរលំហូរហើយបន្តមកទៀតគឺ LQ swim ណា LQ ហ្នឹង liquidity បងប្អូនណា liquidity supply នេះបងប្អូនប្រកាសជាស្គាល់ហើយថាស្អីគេណា supply បាទអញ្ចឹងនៅក្នុងរូបរាងរបស់ SMC model គឺមានការចូលរួម3 BOS chain character liquidity ហើយជាមួយនឹងsupply បាទ supply area បាទឬក៏ supply zone នេះហ្នឹងទៅសម្រាប់អ្នកប្រើ SMC គឺត្រូវតែអត់ធ្មត់ក្នុងការរងចាំបាទអត់ធ្មត់ក្នុងការរងចាំមិនទម្លាប់កន្លងមកបងប្អូនពេលដែល chain character ហើយបងប្អូនចាប់ផ្ដើម sell ពីតំបន់ហ្នឹងមកក្រោមត្រូវទេនៅពេលដែលផ្សារបដូរលំហូរប្រកបណាគឺបងប្អូននឹងចាប់ផ្ដើម sell ខ្លីៗដើម្បីយក profit ឬក៏បងប្អូនរងចាំទិញវិញនៅក្នុងតំបន់នេះឡើងលើបាទប៉ុន្តែរូបមន្តរបស់ SMC គឺអត់ទេគឺរងចាំបាទបើសិនជានៅខាងលើនេះវាមានគេហៅថា supply area ឬក៏ supply zone គឺរងចាំផ្សារហ្នឹងវាទៅ confirm supply zone ទើបគេ sell បាទទើបគេ sell target របស់គេបាទ sell target របស់គេនៅត្រង់នេះ target របស់គេទី1គឺនៅត្រង់ពេលដែលវា chain character ហើយវាបង្កើតជា low ថ្មីនិង target ទី2គឺជា low ចាស់នៅពេលដែលវាបង្កើតជាតំបន់ supply area ហើយបាទ supply area ហើយគឺឱកាស sell ភាគរយច្រើនណាស់គឺគេ sell ពីលើដើម្បីយក target low ថ្មីនៃតំបន់នៅក្នុង low ចាស់បាទដែលគេហៅថា support low time frame បាទអញ្ចឹងភាគច្រើនណាភាគច្រើនបងប្អូនតែងតែទិញពីនេះទៅបាទតែងតែទិញពីនេះទៅបាទទិញវាខុសទេបើសិនជាបងប្អូនច្បាស់ថាវានឹងឡើងទៅដល់ supply area គ្រាន់តែវាម្ចាស់ឬប្រមុនហើយសួរថាតើបើសិនជាបាយទៅវាខុសអត់វាអត់ខុសទេបាទនៅក្នុងការបាយរបស់បងប្អូនហ្នឹងណាផ្សារគឺវាមានការឡើងចុះវាអត់វូដូចការ sell របស់យើងទេប៉ុន្តែយើងអាចចូលបានដូចគ្នាខ្ញុំគាត់នឹងបញ្ជាក់ឡើងហ្នឹងយើងអាចចូលបានដូចគ្នាប៉ុន្តែយើងត្រូវប្រើរូបមន្តគូបញ្ចូលទៀត ICT បញ្ចូលបន្ថែមទៀតរក key zone មួយទៀតដែលគេហៅថាfair value gap ឬក៏ IVG ឬក៏តំបន់មួយទៀតដែលយើងប្រើ ICT បន្ថែមទៀតនៅក្នុង zone ដែលវាឡើងនេះទើបយើងអាចចូលផ្សារទៅវាសុវត្ថិភាពអញ្ចឹង SMC ខ្ញុំគាត់តែបង្ហាញជូនបងប្អូនថានៅពេលដែលបងប្អូនអាចចូលផ្សារបានវាត្រូវមានធាតុផ្សំចំនួន4ធំបាទទី1 BOS ទី2 CLCA ទី3 liquidity swim ទី4 supply area នៅពេលណាវាមានតម្រងបែបហ្នឹងហើយវាជាឱកាសមួយដែលបងប្អូនអាច sell យកចំណៃធំបានបាទហើយអ្នក trader ដែលជោគជ័យគឺជាអ្នក trader ដែលពូកែរងចាំឱកាសមិនមែនចេះតែចូលទេបាទកន្លែងហ្នឹងណាអញ្ចឹងចំណុចហ្នឹងគឺជា SMC trader ធំគឺគាត់ចូលចិត្តប្រើណាស់បាទហើយចូលហើយគឺត្រង់តែម្ដងបាទចូលហើយគឺត្រង់តែម្ដងអូខេបងប្អូនកត់រូបនឹងទុកចូលសភៅគូសវាឲ្យដូចហើយយកទៅផ្ទិញជាមួយនឹងផ្សារកត់ចំណាំរងចាំចូល demo តេស្តសាកល្បងមើលតើវាត្រូវឬមួយក៏អត់នេះគឺជារូបមន្តបាទអរគុណច្រើនបងប្អូនសូមជម្រាបលា